តបងឡើយខ្ញុំជីដាលេងនៅក្នុងផ្លូវទៅអាចន្លោះពីកពតទៅកែបពេលខ្ញុំចេញមកវិញវាលោតអស់សាំងអញ្ចឹងខ្ញុំក៏ជីដល់រកក្រាស់សាំងដល់ពេលខ្ញុំជីទៅខ្ញុំឃើញក្រាស់ហ្នឹងប្រែនហ្នឹងខ្ញុំចូលទៅនឹកឃើញថាប្រែនគេរៀងធំដែរវាអត់មានការកេងប្រវ័ញ្ចអីលីបឬក៏សាំងក៏ល្អគ្រាន់បើដែរជាងយើងក៏ចូលចាក់ទៅដល់ពេលយើងចូលខ្ញុំប្រាប់ថាចេះបងជួយចាក់មកសុទ្ធឲ្យខ្ញុំ50លីត្រតែគាត់ចេះតែចរចាបខំឲ្យខ្ញុំនឹងចាក់$7ហើយខ្ញុំប្រាប់គាត់ថាទូរស័ព្ទខ្ញុំអា ABA ហ្នឹងវាលុតថ្មហើយបងនេះថតរូបឡើងលុតថ្មបើគាត់មើលទៀតណាខ្ញុំនៅសល់តែលុយខ្មែរទេលុយខ្មែរខ្ញុំក្នុងកាបូបហ្នឹងមាន100000ចេញជិត2000000ដែរអញ្ចឹងបើចាក់ខ្ញុំ50លីត្រមកគ្រប់ហើយព្រោះអីខ្ញុំឃើញរ៉េតគេ3550ខ្ញុំចាក់ជាលីត្របញ្ជាក់ម្ដងទៀតខ្ញុំមិនមែនចាក់$7ខ្ញុំចាក់ជាលីត្រអញ្ចឹងបើខ្ញុំចាក់ជាលីត្របងគ្រាន់តែយក3550អញ្ចឹងគុណជាលីត្រមកគុណប្រហែល50លីត្រយើងគុណតាមហ្នឹងទៅ170,000ជាងទេគាត់អត់គាត់និយាយទៅគាត់ប្រកែកអត់ព្រមចាក់ឯងដល់តែខ្ញុំរបៀបថាយើងរៀងខឹងដែរព្រោះឡានវាចិត្តអស់សាំងផងហើយយើងខំជីមកដល់ក្រាស់ហើយបែរជាអត់ចាក់ឲ្យចឹងខ្ញុំក៏លើកទូរស័ព្ទថតហើយខ្ញុំសួរគាត់ម្ដងទៀតហើយគាត់ថាចេះចាក់បានលុយខ្មែរប៉ុន្តែត្រូវគិតកតុយឲ្យកន្លែងហ្នឹងដែលខ្ញុំប្រតិកម្មខ្លាំងហ្នឹងខ្ញុំផ្ដោតទៅលើម្ចាស់ក្រាស់មិនមែនទៅលើបុគ្គលិកទេព្រោះដោយសារគាត់ថាគាត់ត្រូវដូរលុយហ្នឹងយកទៅឲ្យម្ចាស់ក្រាស់ត្រូវដូរយកទៅឲ្យម្ចាស់ក្រាស់គាត់ជាលុយ$អញ្ចឹងគាត់ខាតហេតុអីបានខ្ញុំប្រតិកម្មខ្លាំងបងទី1គាត់រកស៊ីហ្នឹងកេងប្រវ័ញ្ចបាត់ហើយមិនបានលុយដាក់រ៉េតជាខ្មែរនៅលើស្លាកដល់ពេលគិតលុយយកលុយពីបុគ្គលិកស្រាប់តែយកលុយជា$វិញអញ្ចឹងបុគ្គលិកចាក់សាំងទូទាំងស្រុកខ្មែរប្រាក់ខែតិចតួចឲ្យគ្រាន់តែមេឲ្យដូរអញ្ចឹងខាតហ្នឹងមិនដាច់ខ្យល់ហើយហ្នឹងហើយទី2លុយរៀលអត់គ្រប់ត្រទេឡើងចង់យកហើយឃើញទេតម្លៃលុយរៀលនៅណាបើនាំគ្នាមួយពឺឲ្យតែពេលចាក់ពេលអីហៅចាក់$អស់ហើយណាអញ្ចឹងលុយរៀលហ្នឹងអត់មានតម្លៃទេអញ្ចឹងហើយខ្ញុំចង់បញ្ជាក់មួយទៀតលុយធីបផ្សេងការលក់ដូរផ្សេងខុសគ្នាលុយធីបគឺយើងចង់ឲ្យមិនឲ្យទៅប៉ុន្តែបើការកេងប្រវ័ញ្ចវិញវាបន្លំបកៅមួយការលក់ដូរអញ្ចឹងគឺវាអត់ត្រូវខ្ញុំអត់គ្រប់ត្រទេបើអ្នកឯងថាគ្រប់ត្រទាំងវើអញ្ចឹងដូចអ្នកឯងគ្រប់ត្រមនុស្សខូចទេអានេះគេហៅថាសទៅជាខ្មៅទេត្រូវទេចុះបើគេខូចអញ្ចឹងហើយយើងគ្រប់ត្រទៀតយើងគ្រប់ត្រឲ្យបុគ្គលិកម៉ាក់ហ្នឹងមានកាន់តែច្រើនឬក៏ការ៉ាសាំងម្ចាស់ក្រាំងដែលគាត់គិតបែបហ្នឹងដែលយកលុយជា$តែរហូតឲ្យកូនចៅទៅដូរមកហ្នឹង